ngàyនេះនឹកឃើញឃ្លានចង់ញ៉ាំពងទាចំហុយថៃប្រមាសាច់ជ្រូកច្រាមបងប្អូនខ្ញុំកម្រធ្វើម្ហូបអាមុខនេះណាដោយសារតែម្នាក់ឯងអញ្ចឹងទៅពេលចំហុយគឺធ្វើច្រើនអញ្ចឹងទៅខ្ញុំញ៉ាំអត់អស់ហើយថ្ងៃនេះដែរគឺខ្ញុំនឹកឃើញថាសល់ថៃប្រមាប្រហែលជាមួយកង់ធំល្មមដែរខ្ញុំដកពីទូលាងទឹកខ្ញុំកាត់ក្បាលចេញបងប្អូនធ្វើបានគឺខ្ញុំទុកស្លស្ងោរតឡាចមួយមុខទៀតខ្ញុំយកទៅចំហុយសិនបន្ទាប់មកខ្ញុំយកមកបេះសាច់យកទៅសាច់វាទេអាស្បែកហ្នឹងគឺយើងបោះចោលណាឃើញថៃប្រមាមួយកង់ទូចឹងទេប៉ុន្តែសាច់ច្រើនហើយពេលដាច់ច្រាមទៅដាក់សាច់ជ្រូកដូចច្រើនដែរប៉ុន្តែមានអារម្មណ៍ថាដូចវារៀងប្រៃយើងព្យាយាមប្រើស្ករតិចចាបងប្អូនឥឡូវហ្នឹងខ្ញុំយកសាច់ជ្រូកដែលគេកិនហើយយកមកច្រាមជាមួយនឹងថៃប្រមាហើយខ្ញុំដាក់ខ្ទឹមប្រហែលជា3ក្រពើបងប្អូនការប៉ិតណាសាច់ជ្រូកយើងទិញគេកិនហើយអត់សូវឆ្ងាញ់ដូចសាច់ជ្រូកដែលយើងច្រាមខ្លួនឯងទេយើងទិញយកសាច់ជ្រូក3ជាន់ដែលមានខ្លាញ់តិចតិចបានធ្វើឆ្ងាញ់ខ្ញុំច្រាមរួចហើយខ្ញុំដួសដាក់ចានហើយខ្ញុំដាក់ពងទាដំបូងខ្ញុំដាក់3គ្រាប់មើលទៅវាអត់ជោគបងប្អូនអញ្ចឹងទៅក៏ខ្ញុំថែមមួយគ្រាប់ទៀតទាំងអស់4គ្រាប់បន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបមាន់ទឹកថៃបន្តិចប៊ីចេងបន្តិចស្ករបន្តិចក៏មកជាកាហ្វេបងប្អូនហើយខ្ញុំក្លុកចូលគ្នាទៅមកឲ្យវាសព្វសិនណាបងប្អូនបន្ទាប់មកខ្ញុំដាក់ពងទាប្រៃ4គ្រាប់រួចហើយខ្ញុំដាក់ម្ទេសរៀបពីលើនឹងឲ្យវាមានសោភ័ណភាពស្អាតប៉ុណ្ណឹងរសជាតិការស្ដាច់យើងយកទៅចំហុយហ្មងណាបងប្អូនមិនទៅតំណងអត់សម្រាប់ពេលវេលាចំហុយគឺខ្ញុំចំហុយ1 ម៉ោងខ្ញុំមើលថៃប្រមារៀងឆ្អិនបានពាក់កណ្ដាលហើយខ្ញុំគោះពងមាន់យកតែផ្នែកក្រហមលាបពីលើរួចហើយខ្ញុំចំហុយបន្តទៀតបងប្អូនយើងចំហុយរហូតដល់តែថៃប្រមាយើងឆ្អិនល្អនៅនេះគឺភាគច្រើនខ្ញុំប្រើពងមាន់ណាឥឡូវនឹងថៃប្រមាខ្ញុំឆ្អិនហើយគឺថាឆ្ងាញ់ណាស់បងប្អូន